ការងារអ្នកកាសែតប្រឈមមុខនឹងពន្ធនាគារនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកជាក់ស្ដែងនៅក្នុងឆ្នាំ2025អ្នកសារព័ត៌មានយ៉ាងតិច330នាក់បានជាប់ឃុំខ្លួនក្រៅចម្រឹងដែកដោយសារតែការបំពេញការងារស្របតាមបញ្ជាជីវៈចំនួនអ្នកសារព័ត៌មានជាប់ឃុំនេះច្រើនខ្លាំងរយៈពេល5ឆ្នាំជាប់គ្នាមកហើយនេះបើតាមអង្គការគណៈកម្មការការពារអ្នកសារព័ត៌មាន CPJ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិករបាយការណ៍បូកសរុបប្រចាំឆ្នាំរបស់ CPJ ចេញផ្សាយនៅថ្ងៃទី21មករាក៏បានសង្កត់ធ្ងន់ដែរថាការចាប់ឃុំខ្លួនអ្នកសារព័ត៌មានច្រើនសន្ធឹកបែបនេះក៏ព្រោះតែការរីកត្រដែតឡើងកាន់តែខ្លាំងនៃការប្រើប្រាស់អំណាចរដ្ឋគៀបសង្កត់ពីសំណាក់អាជ្ញាធរនិងកំណើនភាពច្របូកច្របល់នៃចំនួនប្រដាប់អាវុធនៅក្នុងពិភពលោក CPJ បានចង្អុលមុខប្រទេសចិនភូមាអ៊ីរ៉ង់រុស្ស៊ីនិងអ៊ីស្រាអែលជាដើមដែលធ្វើទុកបុកម្នេញអ្នកសារព័ត៌មានច្រើនជាងគេនៅអាស៊ីមហាយៈចិនជាពន្ធនាគារធំជាងគេនៅលើពិភពលោកដែលឃុំឃាំងអ្នកសារព័ត៌មានរហូតទៅដល់ចំនួន50នាក់និង7នាក់ទៀតជាប់ឃុំនៅហុងកុងជាង 60% នៃអ្នកកាសែតជាប់ឃុំស្ថិតនៅក្រោមបទចោទប្រកាន់ប្រឆាំងរដ្ឋអំណាចចិនក្រៅពីចិនភូមានិងវៀតណាមក៏ជាប់ឈ្មោះអាក្រក់ច្រើនឆ្នាំផ្ទួនគ្នាខាងចាប់អ្នកកាសែតដាក់គុកពលគឺភូមាឃុំអ្នកសារព័ត៌មានចំនួន30នាក់ហើយវៀតណាម16នាក់បង់ក្លាដេសឥណ្ឌានិងហ្វីលីពីនក៏មានអ្នកសារព័ត៌មានជាប់ក្រោយចម្រឹងដែកដែរនៅអឺរ៉ុបវិញរុស្ស៊ីនាំមុខគេខ្លាំងខាងចាប់ចងអ្នកសារព័ត៌មានក្នុងចំណោមអ្នកកាសែតជាប់ឃុំឃាំងទាំង27នាក់នៅរុស្ស៊ីគឺមានអ្នកសារព័ត៌មានអ៊ុយក្រែនចំនួនយ៉ាងតិច5នាក់បេឡារុសសម្ព័ន្ធមិត្តវិមានក្រំឡាំងក៏ចាប់ឃុំឃាំងអ្នកកាសែតច្រើនដែរចំនួនដល់ទៅ25នាក់នៅមជ្ឈមបូព៌ាវិញអ្នកសារព័ត៌មាននៅក្នុងពន្ធនាគារមានយ៉ាងតិច76នាក់អ៊ីស្រាអែលឃុំខ្លួនអ្នកកាសែតជនជាតិប៉ាឡេស្ទីនចំនួន29នាក់អ៊ីរ៉ង់បន្តជាប់ឈ្មោះជាប្រទេសអាក្រក់ច្រើនឆ្នាំមកហើយដែលបន្តឃុំឃាំងអ្នកសារព័ត៌មានច្រើនសិបនាក់នៅអេស៊ីបមានឃុំអ្នកកាសែត18នាក់ប្រទេសទាំង3នេះអ៊ីស្រាអែលអ៊ីរ៉ង់និងអេស៊ីបរងការរិះគន់អំពីអំពើទារុណកម្មវាយដំហិង្សាទៅលើអ្នកកាសែតនៅក្នុងមន្ទីរឃុំឃាំងនៅក្នុងថ្ងៃសុក្រទី21មករាចំពេលដែល CPJ ចេញផ្សាយរបាយការណ៍ស្ដីពីការចាប់ខ្លួនអ្នកកាសែតនេះអ៊ីស្រាអែលបានវាយប្រហារយានដ្រូនបណ្ដាលឲ្យស្លាប់អ្នកកាសែត3នាក់តែកងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ថាមរណជនទាំងនោះជាភេរវករក៏ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់ទាំង3នាក់គឺមានបុគ្គលិកម្នាក់របស់ខ្លួននិងសហការីព័ត៌មាន2នាក់ទៀត2025ជាឆ្នាំចម្លែកនៅសហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យពិភពលោកត្បិតថាអ្នកសារព័ត៌មានជនជាតិសាល់វ៉ាដ័រលោក Mario Guevara ត្រូវអាជ្ញាធរអាមេរិកចាប់ឃុំខ្លួននៅពេលដែលកំពុងតាមដាននិងយកព័ត៌មាននៅក្នុងចលនាបាតកម្មប្រឆាំងលោក Donald Trump កាលពីខែមិថុនាកន្លងទៅអ្នកកាសែតបរទេសម្នាក់នេះត្រូវរដ្ឋាភិបាលអាមេរិកបណ្តេញចេញពីប្រទេសក្រោមអំណាចច្បាប់អន្តោប្រវេសន៍